ការដ៏រន្ធត់ដោយបុរសវ័យចំណាស់ម្នាក់បាទជិះកង់ហាត់ប្រាណរាល់ព្រឹកត្រូវបានរថយន្តប្រភេទសដោងបោកវ៉ាចេញរថយន្តកឡុកស៊ីម៉ុងបានបុកបុរសជិះកង់ហាត់ប្រាណបណ្ដាឲ្យគាត់ស្លាប់ឯកង់មួយគឺអូសទៅតាមរថយន្តបាត់តែម្ដងនេះត្រូវគ្រួសាររបស់បងអៀងច័ន្ទរតមែនទៅពីខាងជើងស្ពានអាកាសសានេះហើយមិញជើងមិញប្រពន្ធរបស់គាត់មែនបងមកឡានជាមួយកង់ប៉ុន្តែកង់ទៅដោយតាមឡានតែតែជិះកង់រាល់ព្រឹកបាទហាត់ប្រាណពេលព្រឹកអានឡានបុកយកកង់គាត់ទៅបាត់ទេអ្នកមីងឡានប្រភេទសដោងអពិតជាអាសូរណាគាត់តែងតែហាត់ប្រាណជិះកង់ពេលព្រឹកឥឡូវទៅបានរថយន្តធុនធំបើកវ៉ាជែងគ្នាមិនគិតពីជីវិតអ្នកដទៃទេឥឡូវត្រូវបានលោកពូត្រូវបានស្លាប់ឬថាទៅចកាដូងបាត់ហើយអ្នកមីងអូកង់ទៅបាត់ហើយអូកង់ទៅបាត់ហើយឥឡូវសម្បត្តិកិច្ចកំពុងតែរកផិនភៀអ្នកមីងខាងនេះបងគម្រោងគាត់ប្រហែលជាបត់ទៅវិញគាត់ជីទៅជីមកគាត់ជីកាត់ហាងខ្ញុំរាល់ថ្ងៃចឹងណាមានន័យថាបងគាត់ជីមកពីជើងហ្នឹងទៅបាទគាត់ប្រងបត់មកចេះគាត់ជីមកពីជើងហើយគម្រោងបត់មកទៅចេះទៀតដោយសារគាត់ជីទៅជីមកជីទៅជីមកហើយចឹងជីទូទៅព្រលឹមឡើងគាត់ជីហាត់ប្រាណបាទគាត់ហាត់ប្រាណគាត់ហាត់ប្រាណគាត់ជីកាត់មកខាងខ្ញុំរាល់ថ្ងៃហ្នឹងហើយកង់គាត់ល្អកង់គាត់ថ្លៃបាទកង់រៀបមកអីកង់ពួករបៀបដូចកង់បណ្ណាំងហ្នឹងកង់ពួកដៃកោងកង់បណ្ណាំងហ្នឹងឡានដែលបុកហ្នឹងស្គាល់ម៉ាអីបងដូចពួកសដោងល្មមសដោងបងរបៀបដូចឡានធុនធ្ងន់ធុនធំអូឡានធុនធំបាទដោយសារខ្ញុំធ្វើការដែរទៅវិញឡានប្រភេទធុនធំសដោងបាទវាជីរបៀបមិនបានជាមកបុកឲ្យអូសទាំងកង់ទៅបាត់អត់ខ្ញុំមិនដឹងដែរព្រោះអីខ្ញុំពងធ្វើការតែពេលឲ្យលន់ភុះទៅក៏បាត់កង់ទៅមួយឡានទៅអញ្ចឹងកង់ទៅបាត់ហើយកង់ទៅមួយឡានទៅបាត់ទៅអូហើយគាត់នៅកាប់មុខចឹងបាទខ្ញុំទៅលើគាត់ប្រែផ្ងាមកតែពេលហ្នឹងគាត់ស្លាប់ភ្លាមឬក៏នៅទាំងហើមអត់មានហ្មងគាត់បុកហឹងគឺគាត់ស្លាប់ទៅហ្មងបាទបងវាវ៉ាគ្នាមួយឡានអាក្រូស៊ីម៉ង់ពុះហ្នឹងហើយបាទអញ្ចឹងទៅវាឡើងពេញផ្លូវគាត់អែបគៀនបត់ហើយគាត់តាមអែបគៀនតាមមើលទៅគាត់អែបគៀនហ្នឹងគាត់រកបត់មកនេះវិញគាត់ទៅអញ្ចឹងណាបាទអញ្ចឹងទៅគាត់ជីងអាឡានជីងតំគ្នាទៅប្រហែលបានបុកគៀគាត់ដោយសារអីគាត់ជីតែអញ្ចឹងទេគាត់ជីតែទៅមកកលឹងចុះឡើងរាល់តែព្រឹកទេខ្ញុំធ្វើការនឹង24ម៉ោងដឹងគាត់ជីហាត់ប្រាណបលឹមឡើងហ្នឹងទៅបាទជុំឲ្យឡានប៉ុណ្ណាណីមកផ្លូវវា2ឡានវាអស់ផ្លូវម៉ូតូកង់ជីបាត់ហើយបាទហើយគាត់មានជីអីគាត់ជីតិចហ្នឹងគាត់ដល់កន្លែងផ្លូវគាត់ត្រូវបត់តាមប្រភពព័ត៌មានបឋមដែលយើងទទួលបានបរោះវ័យចំណាស់តែងតែជីកង់រាល់ព្រឹកហាត់ប្រាណមុនពេលកាត់ហែនហ្នឹងគេឃើញថាគាត់ជីបាទកង់ហាត់ប្រាណពីជើងទៅត្បូងបំរុងនឹងបត់ទៅដល់ក្រោយវិញត្រូវបានរថយន្តប្រភេទសដោងបានបើកយ៉ាងលឿនវ៉ាចេញបាទរថយន្តកឡុកស៊ីម៉ុងមកបុកគាត់បណ្ដាឲ្យគាត់នឹងខ្ទាតស្លាប់ភ្លាមនៅកន្លែងកន្លែងឯកង់បុកគាត់ឮថាថ្លៃត្រូវបានរថយន្តបាទប្រភេទសដោងបានបុកអូសទៅបាត់បាទតាមតម្រុយវិញឮថាទៅដល់ចកាដូងហើយឥឡូវនេះភរិយារបស់គាត់គឺបានចុះមកដល់ទីតាំងកន្លែងនេះហើយត្រេកត្រហោយំបាទសោកស្ដាយប្តីរបស់គាត់ដែលទើបទាំងចេញហាត់ប្រាណព្រឹកមិញទេត្រូវបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកាត់ហែនជំរាបសួរទៅកាន់ប្រិយមិត្ត SBL ជាទីមេត្រីនៅវេលាព្រឹកម៉ោង6នៅថ្ងៃទី3ខែវិច្ឆិកាឆ្នាំ2025ខ្ញុំបាទចង់ពោះនឹងក្រុមការងារកំពុងតែស្ថិតនៅតាមដៃផ្លូវហាណូយក្នុងសង្កាត់តាក្លាខណ្ឌសែនសុខរាជយមពេញដោយមុននេះបន្តិចមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយបុរសជីកង់ហាត់ប្រាណត្រូវបានរថយន្តប្រភេទសដោងវ៉ាចេងបុកអូសបាទបណ្ដាឲ្យស្លាប់បាត់បង់ជីវិតឯកង់របស់គាត់នឹងត្រូវបានអូសទៅតាមរថយន្តបាត់ហើយគឺថាដល់ស្ពានដៃហ៎បងស្ពានដៃចកាដូងបងដល់ស្ពានដៃចកាដូងបាទគាត់ខាងនេះគាត់ហៅឃើញពីបានពុនដែរតែមកមានបងម្នាក់ទៀតហៅ5នាទីក្រោយគាត់ជិះមកហៅឃើញស្ពានដៃបងតាមប្រភពព័ត៌មានបឋមដែលយើងទទួលបានគឺរថចង្កបន្ទាប់ពីបុកហើយបាទមានទាំងប្រជាពលរដ្ឋបាទដេញតាមតែតាមម៉ូតូនេះមិនដឹងថាគាត់បើកល្បឿនប៉ុន្មានទេបុកអូសកង់បាទទាំងក្រោមរថយន្តបាទទៅបាត់ហើយសមត្ថកិច្ចលោកកំពុងតែឆែកនៅកាមេរ៉ាសមត្ថភាពដើម្បីកំណត់នៅភិនពាកបាទរថយន្តបង្ក
ដើម្បីឈានទៅដល់ការចាប់ខ្លួនយកតកង់រថយន្តបើកបរហ្នឹងយកមកដោះស្រាយទៅតាមផ្លូវច្បាប់ផងដែរនេះជាព័ត៌មានដែលយើងទទួលបានពីកន្លែងកាត់ហេតុហើយសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបើកបរដែលមានការប្រុងប្រយ័ត្នបើកបរដែលមានភាពទទួលខុសត្រូវបើស្រវឹងសូមកុំបើកបរគុណប្រិយមិត្តកម្មចំណាយពេលតាមដានទស្សនាខ្ញុំបាទចង់ពួនក្នុងក្រុមការងារបើសិនជាការអធិប្បាយលើខ្វះខាតចំណុចញ៉ាំសំរុំក៏សូមកាន់តែវិតោលបិនថែមខ្ញុំនឹងអាប់ដេតគេហៅ Voice Mail ញូអរគុណសូមគោរពលា